បុគ្គលនិយាយច្រើនដោយហេតុមានប្រមាណប៉ុណ្ណាឈ្មោះថាជាបណ្ឌិតដោយហេតុមានប្រមាណប៉ុណ្ណោះមិនបានទេលុះត្រាតែបុគ្គលដែលមានសេចក្តីក្សែមមិនមានពៀមិនមានភ័យទើបហៅថាបណ្ឌិតបានស្រង់ពីបិដកលេខ52ទំព័រ75បុគ្គលនិយាយច្រើនដោយហេតុមានប្រមាណប៉ុណ្ណាឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ដែលហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេលុះត្រាតែបុគ្គលណាស្ដាប់នៅពុទ្ធវចនៈសូម្បីតែមានប្រមាណតិចហើយឃើញធម៌ដោយនាមមកកាយគឺចិត្តទើបបុគ្គលនោះឈ្មោះថាជាអ្នកទ្រទ្រង់ធម៌បុគ្គលណាមិនមើលងាយធម៌បុគ្គលនោះឯងឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ស្រង់ពីបិដកលេខ52ទំព័រ75បុគ្គលមានក្បាលស្កើហើយដោយហេតុណាឈ្មោះថាជាធរៈដោយហេតុនោះមិនទាន់បានទេវ័យរបស់បុគ្គលនោះចាស់ជ្រុលហើយហៅថាចាស់ជាមោខៈលុះត្រាតែសច្ចៈផងធម៌ផងការមិនបៀតបៀនផងការសង្រួមផងការទូមានខ្លួនផងមានក្នុងបុគ្គលណាបុគ្គលនោះឯងជាអ្នកមានមន្ទិលខ្ជាក់ចោលហើយជាអ្នកមានប្រាជ្ញាទើបហៅថាជាធរៈស្រង់ពីបិដកលេខ52ទំព័រ76បុគ្គលជាអ្នកមានសេចក្តីរិះឆាជាអ្នកមានសេចក្តីកំណាញ់ជាអ្នកអួតអាងឈ្មោះថាជាមនុស្សល្អដោយហេតុត្រឹមតែការនិយាយពាក្យល្អឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្តក៏មិនទាន់បានទេលុះត្រាតែទោសជាតិមានរិះឆាជាដើមនេះបុគ្គលណាបានផ្ដាច់ផ្ដិលហើយបានដកឡើងហើយបានធ្វើឲ្យមានឫសគល់ដាច់ហើយបុគ្គលនោះជាអ្នកមានទោសខ្ជាក់ចោលហើយជាអ្នកមានប្រាជ្ញាទើបហៅថាជាមនុស្សល្អបានស្រង់ពីបិដកលេខ52ទំព័រ76